បាទជំរាបសួរលោកគ្រូអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងណែនាំបង្ហាញអំពីរបៀបដែលចូលទៅប្រើប្រាស់កម្មវិធីបង្កើតលំហាត់ជាប់ពី AI ទៅកាន់ Telegram យកតែម្ដងអញ្ចឹងដើម្បីលោកគ្រូមានកម្មវិធីនេះប្រើប្រាស់លោកគ្រូគ្រាន់តែចូលទៅកាន់ Google ហើយបន្តទៀតលោកគ្រូ search ចូលទៅកាន់សាលាគាត់និយាយ autoproc.blogspot.com នេះទៅបាទលោកគ្រូវាសេចក្ដីបែបហ្នឹងហើយបន្តទៀតចុច enter អញ្ចឹងវានឹងចូលមកកាន់គេហទំព័ររបស់សាលាបឋមសិក្សា autoproc បន្តមកទៀតលោកគ្រូអាច search ទៅនេះក៏បានបើមិនជាករណីរកអត់ឃើញណាបាទតែនេះគឺដោយសារតែខ្ញុំទៅតែ post អញ្ចឹងលោកគ្រូឃើញនៅខាងលើតែបើមិនជាអត់ឃើញទេលោកគ្រូ search មកគឺបង្កើតលំហាត់នៅក្នុង Telegram បាទអញ្ចឹងវានឹងបង្ហាញហើយនេះបាទឬក៏យើងចូលទៅកន្លែងមេរៀននេះក៏បានហើយលោកគ្រូអូសទៅនឹងឃើញកម្មវិធីហ្នឹងគឺកន្លែងនេះណាគឺទាញយកកម្មវិធីនៅទីនេះបាទអញ្ចឹងលោកគ្រូចុចទៅអញ្ចឹងវានឹងនាំចូលទៅកាន់កម្មវិធីយកតែម្ដងសិនជាអត់ទាន់បង្កើតនៅគណនីទេលោកគ្រូចូលកន្លែងនេះគឺ sign up នេះណាបាទបន្តទៀតលោកគ្រូដាក់ឈ្មោះខ្លួនឯងមកឥឡូវឧទាហរណ៍ខ្ញុំដាក់ឈ្មោះ example 1បាទហើយបន្តទៀតលោកគ្រូបញ្ចូល email របស់ខ្លួនឯងមកបាទហើយនឹងលេខកូដសម្ងាត់អញ្ចឹងនៅពេលដែលលោកគ្រូបញ្ចូលអស់ហើយបាទឥឡូវខ្ញុំដាក់ example@gmail.com តែលោកគ្រូដាក់របស់ខ្លួនឯងរៀងខ្លួនណាបាទហើយនេះគឺលេខកូដបាទលោកគ្រូចង់ដាក់អីគេឥឡូវខ្ញុំដាក់1 2 3បន្តទៀតខ្ញុំចុច create បាទអូខេអញ្ចឹងគឺបានជោគជ័យហើយបន្តទៀតលោកគ្រូគ្រាន់តែចុច remember me នេះមួយមកអញ្ចឹងនៅពេលក្រោយវានឹងចង់ចាស់ហើយបន្តទៀតយើងចុច login ចូលតែម្ដងអូខេ sorry អញ្ចឹងតើលោកគ្រូត្រូវដាក់មក1 2 3មិញណាបន្តទៀតយើងចុច login នេះមកអញ្ចឹងយើងនឹងបានគណនីរបស់យើងគឺនៅត្រង់នេះណាបាទគណនីរបស់យើងបាទគឺឈ្មោះអូខេហើយ password លោកគ្រូចង់ដូរក៏បានដែរបាទអញ្ចឹងខ្ញុំតាំង profile មួយបាទយករូបនេះចុះ save មួយបាទអញ្ចឹងអ្វីដែលលោកគ្រូត្រូវទៅភ្ជាប់ដើម្បីអាចប្រើនៅកម្មវិធីនេះបានលោកគ្រូទៅកន្លែង bot setting នេះបាទដើម្បីភ្ជាប់បានលោកគ្រូគ្រាន់តែទៅយកនៅ bot លោកគ្រូត្រូវបង្កើត bot នៅក្នុង Telegram មួយនេះបាទអញ្ចឹងរបៀបបង្កើត bot លោកគ្រូគ្រាន់តែចូលមក Telegram ហើយលោកគ្រូគ្រាន់តែ search ដាក់ថាត្រង់នេះដាក់ថា bot father បាទអញ្ចឹងគឺវាចេញមាន blue tick ហ្នឹងគឺលោកគ្រូចុចទៅបាទឬក៏យើងដាក់តែ slash នេះមកគឺវានឹងបង្ហាញហើយអញ្ចឹងលោកគ្រូចុចយក new chat នេះមកបាទមានថាយើងចង់បង្កើត chat ថ្មីនេះអូខេអញ្ចឹងគេឲ្យយើងដាក់ឈ្មោះឥឡូវខ្ញុំដាក់ឈ្មោះថា example 1អូខេនេះឈ្មោះអីសាយទៅលើរបស់លោកគ្រូទេហើយបន្តទៀតវាឲ្យយើងដាក់ដោយមានភ្ជាប់ជាមួយនឹង bot នៅជាមួយហ្នឹងណាបាទអញ្ចឹងខ្ញុំដាក់ថា example 1ហើយ underscore ហើយខ្ញុំដាក់ថា bot អញ្ចឹងត្រូវតែមានពាក្យ bot នេះណាបើអត់មានទេគឺវាអត់ឲ្យទេបាទអញ្ចឹងលោកគ្រូនេះចង់ដាក់បែបនេះក៏បានដែរឬក៏ចង់ដាក់តម្រងបែបចេះក៏បានអញ្ចឹងខ្ញុំយកតម្រងនេះហើយខ្ញុំចុចផ្ញើទៅតែម្ដងអូខេអាហ្នឹងគឺមានគេប្រើហើយអញ្ចឹងខ្ញុំយកថ្មីបាទអញ្ចឹងខ្ញុំដាក់ថាថែមពាក្យ card មួយទៀតបាទញ៉ើទៅអញ្ចឹងគឺបានជោគជ័យហើយអញ្ចឹងគឺនេះគឺជា API អញ្ចឹងគ្រូចុចលើ API លេខកូដមួយមកហើយបន្តទៀតគឺគ្រូដាក់លេខកូដនេះចូលមកត្រង់នេះណាបាទហើយយើងចុច verify មួយដើម្បីថាតើវាត្រឹមត្រូវបាទអញ្ចឹងយើងរងចាំវាបន្តិចអញ្ចឹងនេះវាដាក់ឲ្យគឺ bot យើងគឺឈ្មោះ example មួយហ្នឹងហើយ card បាទ underscore bot អញ្ចឹងគឺត្រឹមត្រូវហើយបន្តទៀតគ្រូត្រូវបញ្ចូលនៅឈ្មោះឧទាហរណ៍ថាខ្ញុំមាន group Telegram ថ្នាក់ទី3សំទោសថ្នាក់ទី4នេះបាទអញ្ចឹងខ្ញុំគ្រូត្រូវ add bot បញ្ចូលក្នុង group Telegram ហើយបានវាអាចឆាតបានអញ្ចឹងរបៀប add bot ចូលក្នុង group ហ្នឹងគ្រូបង្កើត group ឲ្យហើយមកពេលមាន group ហើយយើងចុចលើហ្នឹងមកហើយបន្តទៀតយើងយកកន្លែងពី add នេះយើង add bot របស់យើងមិញណា bot របស់យើងគឺ example នេះបាទ example 1បាទ example 1 tab underscore bot អញ្ចឹងនេះណាបាទឬក៏យើងវាតែ example 1ក៏បានអញ្ចឹងគឺអ្វីដែល bot យើងដែលខ្ញុំដាក់ឈ្មោះមិញណាចុចលើវាមួយមកហើយបន្តទៀតគ្រូយក add ចូលហើយសូមបញ្ជាក់ផងដែរថានេះ example 1មិញនេះគ្រូដាក់ទៅជា admin មកបាទដើម្បីដាក់ទៅជា admin មកយើងចូលកន្លែង manage នេះហើយយើងចូលទៅកន្លែង admin នេះមកហើយយើងយក add administrator នេះមកបាទបន្តទៀតយើង add bot example 1នេះចូលបាទអញ្ចឹងខ្ញុំបើកឲ្យគាត់ហើយចុច save close បាទ save មកចប់អញ្ចឹងយើងទៅបំពេញតាមជំហានបែបហ្នឹងណាទៅអាចចូលប្រើបានបន្តទៀតលោកគ្រូហ្នឹងក្រុមថ្នាក់ទី4នេះអញ្ចឹងខ្ញុំចូលទៅកម្មវិធីរបស់ខ្ញុំវិញតែនេះខ្ញុំដាក់ថាថ្នាក់ទី4ទៅដើម្បីងាយស្រួលចងចាំបាទតែយើងដាក់ឈ្មោះឲ្យចងចាំខ្លួនឯងទៅឬក៏ដាក់ឈ្មោះគ្រប់យកតែម្ដងក៏បានដែរហើយកន្លែង ID នេះណាអញ្ចឹងដើម្បីបាន ID ងាយស្រួលមានវិធីច្រើនតែដើម្បីបាន ID តាក់ទងជាមួយនឹងក្រុមថ្នាក់ទី4យើងនេះអញ្ចឹងលោកគ្រូខ្ញុំ recommend ឲ្យយើងប្រើ Telegram web ទៅណា Telegram web នេះលោកគ្រូចូល Telegram web ហ្នឹងហើយបន្តទៀត login account របស់ខ្លួនឯងក្នុង Telegram នេះទៅណាគឺ scan នេះដាក់លេខកូដអីធម្មតាទេអញ្ចឹងពេលដែលលោកគ្រូចូល Telegram web ហ្នឹងហើយវាចេញបែបហ្នឹងអញ្ចឹងដើម្បីទទួលបាន ID យើងចូលមកថ្នាក់ទី4យើងមកនេះ ID គឺនៅខាងលើនេះបាទវានឹងបង្ហាញណាយើងចុចទៅថ្នាក់នេះសិនអញ្ចឹងវានឹងបង្ហាញ ID នេះបាទអូខេអញ្ចឹងខ្ញុំ copy យកហើយបាទអញ្ចឹងខ្ញុំដាក់ចូលទៅនេះណាបាទតែ ID នេះលោកគ្រូត្រូវថែមផងណាគឺថែមនេះថែមលេខ100នៅពីមុខបាទដាក់លេខ100តែប៉ុណ្ណឹងមកបាទអូខេបន្តទៀតគ្រូចុច register បាទអញ្ចឹងវានឹងបានថ្នាក់ទី4ឥឡូវឧទាហរណ៍ថាបើលោកគ្រូចង់បន្ថែម group មួយទៀតឧទាហរណ៍ថាខ្ញុំមាន group បើថែម group មួយទៀតអូខេលោកគ្រូទៅ group ហ្នឹងទៅហើយប
complete add នៅ bot របស់យើងទៅចូលក្រុមនឹងផងអញ្ចឹងវានឹងបានច្រើនគ្រប់ហើយចង់ថែម comment ក្រុមចូលនឹងនេះក៏បានដែរបាទដើម្បីងាយស្រួលណាបាទយើងកំណត់តែម្ដងយើងអាចប្រើប្រាស់បានអូខេបន្តមកទៀតគឺដើម្បីលោកគ្រូអាចប្រើបានលោកគ្រូទៅកន្លែង generate content ហ្នឹងបាទហើយយើងចាប់ផ្ដើមដាក់មកឧទាហរណ៍ថាខ្ញុំបរៀនអំពី present simple បាទហើយខ្ញុំចុចយកភាសាអង់គ្លេសឬក៏យកទាំងពីរក៏បានហើយលក្ខណៈជា quiz ខ្ញុំយកជាប្រភេទ pool បាទហើយយើងចង់បង្កើតប៉ុន្មានឧទាហរណ៍ខ្ញុំបង្កើតតែ4ទេបាទហើយបន្តទៀតលោកគ្រូសរសេរលម្អិតផងនេះបាទអញ្ចឹងខ្ញុំដាក់ដដែលចុះបាទ present simple បាទហើយបន្តទៀតយើងចុច generating បាទអញ្ចឹងគឺវាបានជោគជ័យនេះវាប្រាប់យើងបានជោគជ័យហើយលោកគ្រូសូមអូសមកខាងក្រោមនេះបាទអញ្ចឹងគឺលំហាត់មិញគឺយើងឲ្យវាបង្កើត4នេះបាទអញ្ចឹងគឺអូខេនេះលំហាត់ទី2ទី3ទី4អូខេបានហើយបន្តមកទៀតលោកគ្រូដើម្បីយើងអាចកែលំហាត់នេះបានដែរណាយើងនិយាយស្អីកែបានអញ្ចឹងគឺយើងចង់បន្ថែមឬក៏បន្ថយអីក៏បានដែរហើយបើយើងមិនពេញចិត្តលំហាត់ហ្នឹងយើងអាចចុចលុបទៅនេះបានចុចលើនឹងទៅបាទហើយលុបទៅអញ្ចឹងវានៅសល់តែប៉ុន្មានបាទនៅសល់តែ3លំហាត់ទេអូខេបន្តទៀតលោកគ្រូ save វាទុកមួយហើយយើងចុច send to Telegram អញ្ចឹងវាសួរយើងចង់ផ្ញើទៅក្រុមណាអានេះដោយសារខ្ញុំបញ្ចូលមិញបានតែមួយក្រុមណាអញ្ចឹងវាបង្ហាញតែមួយក្រុមអញ្ចឹងយើងទៅថ្នាក់ទី4ចុះបាទអញ្ចឹងយើងរងចាំវាបន្តិចវានឹងផ្ញើទាំង3 quiz ហ្នឹងចូលទៅកាន់ Telegram ឥឡូវយើងទៅមើលក្នុង Telegram នេះណាបាទនេះគឺជាលំហាត់បាទអញ្ចឹងគឺសិស្សក៏អាចចុចជ្រើសរើសយកទៅបាទគេ3លំហាត់ហ្នឹងអូខេមួយទៀតបើសិនជាលោកគ្រូចង់ឧទាហរណ៍លំហាត់តាក់ទងជាមួយនឹងវាមិនមែនជាលំហាត់ទេប៉ុន្តែសិស្សគាត់សួរសំណួរនេះបាទសិស្សគាត់សួរសំណួរនៅក្នុងក្រុមអីចឹងទៅឧទាហរណ៍គាត់សួរថាតាក់ទងនឹងការដាំបាយបាទអញ្ចឹងអានេះខ្ញុំដាក់ថារបៀបដាំបាយអញ្ចឹងគាត់សួរជាអីគេបើខ្មែរយើងយកខ្មែរមកបាទតែនេះយើងយកជាប្រភេទរកចម្លើយណាបាទឥឡូវខ្ញុំចង់បានចម្លើយលោកគ្រូចង់បានចម្លើយប្រមាណជំរឿនអញ្ចឹងខ្ញុំយកតែមួយជំរឿនចុះតោះទៀតខ្ញុំចុចយក generate អូខេអញ្ចឹងវាបង្កើតហើយបាទអញ្ចឹងនេះគឺវាប្រាប់ពីរបៀបក្នុងការដាំបាយអញ្ចឹងទៅបាទត្រូវលាងស្អីអញ្ចឹងណាបាទអញ្ចឹងបន្តមកទៀតលោកគ្រូចង់ផ្ញើអានឹងចូលទៅកាន់ Telegram បាទចុចសិនទៅអូខេទីយើងទៅមើលលទ្ធផលបាទគឺចូលរៀបរាប់ពីជំហាននៅក្នុងការដាំបាយដោយប្រើឆ្នាំងអគ្គិសនីបញ្ជាក់ផងដែរថាដល់ពេលយើងចង់ផ្ញើចម្លើយចូលទៅក្នុង Telegram ហ្នឹងអញ្ចឹងលោកគ្រូចូលទៅកន្លែង exercise achieve បាទបន្តទៀតនេះគឺកន្លែងរបៀបដាំបាយនេះយើងចង់ផ្ញើចម្លើយសិស្សមើលណាបាទអញ្ចឹងយើងចុច send answer នេះទៅបាទអញ្ចឹងសិស្សនឹងគាត់ដឹងពីរបៀបក្នុងការដាំបាយហើយណាអញ្ចឹងនេះគឺជារបៀបបាទគេរៀបរាប់ទី1ធ្វើអីទី2ធ្វើអីអញ្ចឹងណាបាទអូខេមួយទៀតគឺតកតងជាមួយនឹងសំណួរលក្ខណៈប្រឡងបាទបើលក្ខណៈប្រឡងបើលោកគ្រូមានឯកសារជា PDF មកលោកគ្រូដាក់ចូលទៅឲ្យវាធ្វើការ generate ឲ្យក៏បានដែរវាងាយស្រួលណាវាត្រូវនឹងមេរៀនអ្វីដែលលោកគ្រូបានបង្រៀនបាទឥឡូវខ្ញុំឧទាហរណ៍មួយបាទខ្ញុំយកមេរៀនមួយចោះទៅមើលណាបាទឧទាហរណ៍ថាយើងបរៀនបាទចូលអ្នកទី4របស់ខ្ញុំលោកគ្រូបើមានសិក្សា goal ណាយើងយកសិក្សា goal មកទៅងាយស្រួលបាទឥឡូវឧទាហរណ៍ថាខ្ញុំឧទាហរណ៍ជូននេះណាបាទឥឡូវឧទាហរណ៍ថានេះអានេះទំព័រទីបើយើងមើលទៅ31នេះសហគមន៍វិញ្ញាណភ័ណ្ឌនេះណាទី4នេះឥឡូវខ្ញុំអូសទៅទៀតឧទាហរណ៍ហ្នឹងមេរៀនហ្នឹងយើងចង់ចេញម្លងអានេះគឺយើងចង់ចេញដែរអញ្ចឹងវាមានច្រើនយើងបរៀនណាពីមិញទំព័រ31យើងអូសទៅយើងឃើញថាអូតំនេះហើយដែលយើងចង់ឲ្យចេញម្លងអញ្ចឹង31ដល់37យើងចុច print នេះមកបាទហើយ save ជា PDF ណាអញ្ចឹងយើងដាក់តែនេះមកគឺ31ហើយទៅដល់37បាទអញ្ចឹងនេះវានឹងជ្រើសរើសប៉ុណ្ណឹងជូនហើយយើងចុច save មកអញ្ចឹងខ្ញុំដាក់ឈ្មោះភាសាខ្មែរទី4មេរៀនប្រឡងអញ្ចឹងទៅមេរៀនប្រឡងអូខេចុច save ប៉ុណ្ណឹងមកចប់ហើយអញ្ចឹងលោកគ្រូទៅ upload file របស់យើងនេះចូលមកបាទបន្តទៀតលោកគ្រូចាប់ប្រើបាទសរសេរចូលកន្លែងនេះយើងយកកន្លែងវិញ្ញាសានេះមកហើយយើងចង់បង្កើតបានសំណួរបាទប្រឡងណាបាទខ្ញុំចង់បង្កើតតែ5សំណួរអញ្ចឹងលោកគ្រូសូមរៀបរាប់តិចបាទបង្កើតវិញ្ញាសាប្រឡងបាទចេញពី file PDF ដែលខ្ញុំបានដាក់ឲ្យលំហាត់ត្រូវមានកម្រិតស្រួលឧទាហរណ៍ខ្ញុំយកកម្រិតស្រួល 40% បាទមធ្យមខ្ញុំយក 40% និងលំបាកខ្ញុំយក 20% អូខេហើយលោកគ្រូប្រឡង40នាទីអញ្ចឹងមកបាទហើយប្រាប់គេបើយើងចង់បានលម្អិតយើងសរសេរលម្អិតមកសម្រាប់ថ្នាក់ទី4នៅកម្ពុជាតាមទៀតលោកគ្រូចុចយកបង្កើតនេះមកបាទសូមបញ្ជាក់ផងដែរថាបើសិនជាលោកគ្រូរៀបរាប់កាន់តែលម្អិតអញ្ចឹងវានឹងផ្ដល់ចម្លើយកាន់តែលម្អិតបាទផ្ដល់នៅអ្វីដែលយើងចង់បានវារឹតតែត្រឹមត្រូវបាទអញ្ចឹងលោកគ្រូបង្កើតបានហើយលោកគ្រូគ្គាត់តែអូសមកក្រោមមកហើយនេះវានឹងឃើញជាវិញ្ញាសាបែបហ្នឹងណាបាទអញ្ចឹងយើងអាចដាក់ឲ្យសិស្សប្រឡងបានហើយលោកគ្រូពិនិត្យមើលខ្លួនឯងបន្ថែមទៅណាបាទបើសិនជាមានអ្វីនៅចង់បន្ថែមយើងពិនិត្យមើលទៅបាទហើយបើយើងពេញចិត្តហើយយើងចុចផ្ញើចូលនៅក្នុងក្រុមតែម្ដងឬក៏ឥឡូវយើងទាញយកជា Word ឲ្យលោកគ្រូមើលណាបាទ
អូខេចឹងចុចមើលបាទអូខេអញ្ចឹងយើងដាក់ font វារៀងធំបន្តិចដើម្បីលោកគ្រូស្រួលមើលអូខេបាទអញ្ចឹងនេះគឺវិញ្ញាសាដែលផលិតឲ្យណាបាទនេះមានសំណួរ Google អីចឹងទៅបាទមានច្រើននេះតែយើងអង្គុយរៀបខ្លួនឯងបន្តិចទៅវាស្អាតហើយនេះយើង Google បាទហើយនៅខាងក្រោមនេះជាចម្លើយដែលដាក់ឲ្យសាច់តែម្ដងអញ្ចឹងងាយស្រួលនេះបាទអូខេហើយបើសិនជាត្រូវទៅយើង generate វាម្ដងទៀតទៅហើយ generate ឲ្យច្រើនបន្ថែមតិចទៅបាទអូខេតោះឥឡូវឧទាហរណ៍ថាអាសំណួរមិញនេះមានតកតងជាមួយនឹងទំព័រអញ្ចឹងទំព័រយើងចង់ឲ្យសិស្សគាត់បើកសភៅពុំមើលអញ្ចឹងណាអញ្ចឹងវាអានឹងមិនសិនជាកិច្ចការផ្ទះអូខេល្អតែបើសំណួរយើងសាប់ឡងដូចជាវាមិនដែលមានណាអញ្ចឹងយើងចុចលុបចេញទៅបាទអញ្ចឹងបន្តទៅយើងចុចសិននេះមកបាទហើយយើងទៅអ្នកទី4នេះចូលមកហើយបន្តមកទៀតលោកគ្រូមើលក្នុង Telegram នេះគឺនេះបាទនេះគឺជាលំហាត់ណាបាទអូខេហើយនៅពេលដែលសិស្សគាត់ធ្វើឲ្យអស់ហើយអញ្ចឹងផ្ញើចម្លើយលោកគ្រូចូលកន្លែងនេះមកចូលកន្លែងប្រឡងនេះ check លើវាមួយហើយយើងអាចសិនទៅផ្ញើចម្លើយចូលក្នុង Telegram តែម្ដងហើយបើយើងចង់កែផ្សេងៗក៏បានដែរបាទហើយចំពោះការទាញជា PDF នេះវារៀងអត់ស្គាល់ font ណាចំពោះខ្មែរបាទអញ្ចឹងយើងពិបាកក្នុងការមើលបន្តិចបាទចាំមើលខ្ញុំបង្ហាញប្រាប់វាអត់សូវស្គាល់ font ណាបាទញាក់ font វាលោតមករៀងញ៉ៃៗអញ្ចឹងពិបាកមើលបាទស្វែងយល់បន្ថែមលើខ្លួនឯងបាទក្នុងកម្មវិធីមួយនេះបាទអញ្ចឹងសូមអរគុណសូមជម្រាបលា